តមកឡើងចុច3នៅដាល់គឺមកដល់ពិការភាពចំណុចទី3អាទី1ហើយទី2ហើយអញ្ចឹងយើងមកចំណុចទី3គឺកែប្រែទិន្នន័យពិការភាពអញ្ចឹងយើងប៉ះលើវាមានពិនិត្យភ្នែកហើយនឹងពិនិត្យតិចឥឡូវនេះយើងពិនិត្យភ្នែកមុនតកតងនឹងរឿងពិនិត្យភ្នែកនេះយើងមកមើលកម្រិតភ្នែកតកតងនឹងរឿងភ្នែកគឺយើងត្រូវមកដឹងថា6/6រហូតដល់6/12នេះចឹងមកវងពណ៌ថាពណ៌ខៀវហ្នឹងគឺជាកម្រិតភ្នែកល្អហើយបើក្រោមពីហ្នឹងដូចថាកូននឹងពាក់វ៉ែនតាអីហ្នឹងគឺយើងរើសបែកក្រោមហ្នឹងដូចជា6/15ឬ6/19ឬ6/24និយាយចំថាចាប់ពី6/15ភ្នែកអន់ប៉ុន្តែបើក្រោមទៅមុខទៀតគឺវារត់តែភ្នែកនេះរត់តែយ៉ាប់ខ្លាំងអញ្ចឹងរើសទៅតាមជាក់ស្ដែងឥឡូវដូចថាភ្នែកឆ្វេងអញ្ចឹងយើងមើលកន្លែងប៉ះទៅឥឡូវកូននឹងវាអត់មានបញ្ហាភ្នែកទេអញ្ចឹងយើងយក6/6ភ្នែកស្ដាំក៏ចឹងដែរតែពិតទៅគឺត្រូវការវាស់ជាក់ស្ដែងណាវាស់តាមទូរស័ព្ទនៅពេលដែលលទ្ធផលវាស់ចេញមកគឺយើងស្រង់យកតែនេះគ្រាន់តែជាទីហោបើសិនជាលទ្ធផលឃើញថាវាឲ្យមក6/6អញ្ចឹងយើងចុចលើ6/6ឆ្វេងស្ដាំរួចហើយអញ្ចឹងមកដល់លទ្ធផលផ្នែកទាំង2បើល្អទាំង2ហើយអញ្ចឹងយើងយក6/6ទៀតទៅមកដល់កន្លែងនេះក៏យើងរើសដែរអញ្ចឹងបើវាល្អតាំងពីលើហើយអញ្ចឹងយើងដាក់ភ្នែកល្អទៀតទៅហើយមកដល់កន្លែងនេះក៏យើងរើសដែរមានព្រួញមានព្រួញយើងចុចរើសអញ្ចឹងយើងរើសយកភ្នែកល្អតាមលទ្ធផលអ្នកជំនាញអញ្ចឹងយើងចុចយកទៅបន្ទាប់មកយើងដាក់រក្សាទុកឥឡូវតាក់ទងរឿងភ្នែករួចហើយអញ្ចឹងតាក់ទងរឿងតិចឥឡូវយើងមកមើលតាក់ទងនឹងតិចម្ដងលទ្ធផលតិចកម្រិតតិចបើសិនជាសោយតិចគាត់នឹងសោយស្ដាប់ឮហេហាអញ្ចឹងមានន័យថាឥឡូវហ្នឹងគឺ1/49តែបើកូននឹងតិចល្អជាទេនេះ50/70យើងសេលេខ50ចឹងបើកូននឹងរត់តែតិចកាន់អ្វីទៀតយើងគិតថាវាតិចកាន់អ្វីទៀត71/100ឥឡូវដូចថាកូនហ្នឹងយើងចាត់ទុកថាតិចគាត់ល្អចុះអញ្ចឹងយើងប៉ះកន្លែងហ្នឹងទៅកូនហ្នឹងតិចល្អអញ្ចឹងយើងសេលេខ50ហើយនេះសញ្ញាចុចនេះសញ្ញាត្រីនេះដល់70នឹងតិចឆ្វេងបើតិចស្ដាំគាត់ល្អអញ្ចឹងយើងសរសេរ50ហើយសញ្ញាត្រីអញ្ចឹងទៅដល់70ដែរទៅប៉ុន្តែបើសិនជាយើងដឹងថាគាត់តិចល្អលើសហ្នឹងយើងអាចដាក់71/100
แล้วបើតិចឆ្វេងតិចស្ដាំវាល្អហើយអញ្ចឹងយើងក៏ចុចយកតិចទាំងពីរនេះ50ដល់70ដូចគ្នាទៅហើយយើងមករើសកន្លែងសង្ខេបលទ្ធផលពិនិត្យលទ្ធផលរួមនេះនិយាយទៅមានព្រួយហ្នឹងយើងចុចទៅអញ្ចឹងយើងមើលទៅយើងឃើញថាយើងរើសយកតិចល្អប្រសើរហើយតមួយទៀតយើងប៉ះទៀតទៅយើងរើសយកត្រចៀកល្អតាមលទ្ធផលអ្នកជំនាញព្រោះយើងល្អតាំងពីដើមទីហើយរួចរាល់ហើយយើងដាក់រក្សា